បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺនាំប្រពន្ធឡើងផ្សារម្ដងដើម្បីទិញបន្លែផ្លែឈើយកមកធ្វើម្ហូបហើយក៏ឆ្លៀតសួរអាជីវករបាទលក់បន្លែផ្លែឈើចឹងទៅចង់ដឹងថាតម្លៃទីផ្សារតកួនទីផ្សារសាឡាត់ទីផ្សារស្ពៃចង្កឹះហើយនឹងកសក់ការ៉ុតអីជាដើមចឹងទៅតើថ្ងៃនឹងក៏លក់ប្រមាណអីប្រមាណហើយក៏ឆ្លៀតសួរគាត់ថាតើគាត់នឹងទទួលទិញបន្លែពីខ្ញុំអត់អីអត់ចឹងណាមុននឹងយើងធ្វើការដាំដុះបន្លែយើងត្រូវតែឡើងទៅផ្សារដើម្បីសួរអាជីវករលក់ដូរបន្លែបង្ការអីចឹងទៅចង់ដឹងថាគាត់ទទួលទិញពីយើងអត់កាលណាដែលគាត់ទទួលទិញពីយើងហើយគាត់ឆ្លើយថាអូខេហើយនឹងយើងចាំធ្វើការដាំដុះកាលណាដែលយើងមានទីផ្សារហើយយើងកុំខ្លាចដាំដុះព្រោះអីយើងមានទីផ្សារហើយស្រាប់កាលណាដែលស្ពៃកាលណាដែលការ៉ុតកាលណាថៃថាវអីដែលយើងដាំបានហើយគឺយើងមានទីផ្សារស្រាប់អញ្ចឹងយើងគ្រាន់តែប្រមូលផលមកហើយយើងយកមកឲ្យគាត់មកអាហ្នឹងយើងដឹងថាស្រួលហើយតែបើសិនជាយើងដាំហើយយើងអត់មានទីផ្សារទេបន្លែយើងក៏បានថោកលក់ក៏មិនចេញហើយយើងក៏ស្រែកថាយើងអត់មានទីផ្សារកាលណាដែលយើងដាំបន្លែយើងត្រូវតែសិក្សាវាឲ្យច្បាស់អំពីទីផ្សារសិនកាលណាដែលបាទយើងដាំបានហើយអត់មានអ្នកទិញអញ្ចឹងវាពិបាកតែបើសិនជាយើងដាំហើយមានអ្នកទិញអូខេបងប្អូន